សួស្តីបងប្អូនសិស្សានុសិស្សដូចជាប្រិមិត្តអ្នកទស្សនាបាទអ្នកសិក្សាទាំងអស់គ្នាបាទស្វាគមន៍មកកាន់ការចូលទស្សនានៃវីដេអូពាក់ព័ន្ធជាមួយនឹងតៃស្ដីរបស់យើងបន្តដែលបងប្អូនអរគ្នាថ្ងៃនេះគឺលោកគ្រូបាទលើកយកនៅសំណេរតែងក្តីថ្មីមួយទៀតហើយដែលជាប្រភេទតែងក្តីពន្យល់អក្សរសិល្ប៍បាទហើយបាទប្រធាននេះដែរគឺគេលើកឡើងថាបាទប្រធានគេយល់ថាទោះបីមានប្រភពពីរឿងរាមាយណៈឥណ្ឌាក៏រឿងរាមកេរ្តិ៍ខ្មែរបានរក្សានៅអត្តសញ្ញាណជាតិខ្មែរជានិច្ចចូលបញ្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់បាទអញ្ចឹងនេះគឺជាប្រធានបទដែលជាតែងក្តីបែបបញ្យល់អក្សរសិល្ប៍បាទហើយជាប្រធានបទផងដែរបងប្អូនបាទដែលលោកគ្រូនឹងធ្វើការបញ្យល់ទៅលើគម្រោងតែងដោយនៅក្នុងគម្រោងតែងនេះដែរគឺមានទំនាស់បញ្ហាចំណុចបញ្ហានេះគឺបាទធ្វើឲ្យអស់ហើយបាទវាគ្រាន់តែយើងទៅសេចូលអធិប្បាយទៅគឺវាដូចតែទៅលើសេចក្តីអធិប្បាយធម្មតាដែរទេគ្រាន់តែបញ្ជាក់អំពីគម្រោងដែលវាមានចំណុចទី1សេចក្តីផ្ដើមហើយក្នុងសេចក្តីផ្ដើមមាន3ចំណុចចឹងទៅបាទចំណុចទី2បាទទូសេចក្តីគឺមាន5ចំណុចទៀតចឹងណាបាទហើយពាក់ព័ន្ធទៅនឹងការបកស្រាយស្អីហ្នឹងបាទផ្សេងទៀតហ្នឹងគឺដូចតែគ្នាទេបាទបងប្អូនអរគ្នាអញ្ចឹងយើងមុននឹងឈានចូលដល់គម្រោងតែងនេះបាទដើម្បីឲ្យយើងបានយល់ផងដែរបងប្អូនត្រូវអានប្រធានបទពីភាសាទៅបាទដើម្បីឲ្យយើងយល់អត្ថន័យនៃប្រធានបទរបស់យើងច្បាស់ដើម្បីឲ្យយើងហ្នឹងបាទចាប់យកចំណុចគំនិតនៃប្រធានយើងក្តោបទៅលើបញ្ហារបស់ប្រធានយើងបាទដោយគេលើកឡើងថាទោះបីជាមានប្រភពពីរឿងរាមាយណៈឥណ្ឌាបាទអញ្ចឹងបាទទោះបីជាមានប្រភពដើមយើងចេញពីរឿងរាមាយណៈឥណ្ឌារបស់អ្នកនិពន្ធលោកវ៉ាឡាមីកេមែនប៉ុន្តែរឿងរាមកេរ្តិ៍ខ្មែរយើងនឹងក៏បានរក្សានៅអត្តសញ្ញាណជាតិផងដែរបាទអញ្ចឹងគន្លឹះនៅក្នុងប្រធានរបស់យើងគឺពាក់ព័ន្ធជាមួយនឹងអត្តសញ្ញាណជាតិខ្មែរមានន័យថាអ្វីដែលគេចង់ឲ្យយើងដឹងសំខាន់ហ្នឹងគឺទៅលើហ្នឹងបាទហើយគេលើកឡើងថានេះបាទកន្លែងចំណុចរឿងរាមកេរ្តិ៍បានរក្សានៅអត្តសញ្ញាណជាតិខ្មែរជានិច្ចបាទកន្លែងហ្នឹងគឺជាចំណុចដែលខ្លឹមជាចំណុចដែលសំខាន់ដែលបងប្អូនត្រូវតែយល់ទៅលើកន្លែងហ្នឹងហើយអាខាងមុខគេដាក់ថាទោះបីជាមានប្រភពពីរឿងរាមាយណៈឥណ្ឌាណាបែរថាយើងដឹងហើយថារឿងរាមកេរ្តិ៍ខ្មែរយើងគឺយើងមានប្រភពយើងយកលំនាំនៃការតែងពីរឿងរបស់រាមាយណៈឥណ្ឌារបស់អ្នកនិពន្ធឈ្មោះវ៉ាឡាមីកេហ្នឹងក៏ដោយប៉ុន្តែអក្សរសិល្ប៍រឿងរាមកេរ្តិ៍របស់យើងហ្នឹងបាទវាបានបង្ហាញនៅអត្តសញ្ញាណជាតិរបស់ខ្មែរយើងបាទជានិច្ចវាមិនមែនបង្ហាញពីបាទអត្តសញ្ញាណជាតិនៃជាតិសាសន៍ផ្សេងឬក៏លក្ខណៈសម្គាល់នៃជាតិសាសន៍ផ្សេងទេគឺវាបានបង្ហាញពីលក្ខណៈរបស់ជាតិខ្មែររបស់យើងបាទតែម្ដងបាទហើយតើរឿងរាមកេរ្តិ៍ខ្មែរហ្នឹងបានបង្ហាញនៅអត្តសញ្ញាណជាតិខ្មែរយ៉ាងណាខ្លះនៅក្នុងសេចក្តីអធិប្បាយបាទសំទោសគឺនៅក្នុងគម្រោងឬក៏ប្លង់តៃនេះកន្លែងចំណុចបកស្រាយគឺនឹងមានបង្ហាញបាទនឹងមានបញ្ជាក់បងប្អូនអរគ្នាបាទឥឡូវអ្វីដែលសំខាន់ចំណុចទី1នោះគឺយើងធ្វើនៅសេចក្តីផ្ដើមថាយើងអាចផ្ដើមបែបណាបាទធ្វើលំនាំបែបណាចំណូលបែបណានិងចំណោទបែបណាបាទដោយសារប្រធានបទរបស់យើងនិយាយអំពីបាទរឿងរាមកេរ្តិ៍បានរក្សានៅអត្តសញ្ញាណជាតិខ្មែរអញ្ចឹងអ្វីដែលបងប្អូនទាំងគ្នានិយាយគឺយើងនិយាយអំពីបាទវណ្ណកម្មនៃអក្សរសិល្ប៍ទៅតាមចលនានីមួយៗមកបាទហើយយើងកុំភ្លេចថានៅក្នុងការដែលតាក់តែងរឿងនៃវណ្ណកម្មចលនានីមួយៗហ្នឹងអ្នកនិពន្ធគាត់តែងតែបាទបង្កប់នៅសិលវិធីបាទនៅគំនិតសំខាន់នៅក្នុងរឿងហ្នឹងដើម្បីឲ្យអ្នកអានអ្នកសិក្សាយើងនឹងទទួលបាននៅបាទតម្លៃអប់រំក៏ដូចជាបាទលងលួចឬក៏បាទធ្វើឲ្យអ្នកសិក្សានឹងចង់សិក្សាចង់ទស្សនាចង់អាននៅស្នាដៃហ្នឹងទៅបាទហើយជាពិសេសទៀតហ្នឹងគឺអ្នកនិពន្ធមិនភ្លេចទេនៅចំណុចមួយទៀតគឺការបញ្ចូលនៅផ្នត់គំនិតនៃទំនៀមទម្លាប់បាទនៅក្នុងសាច់រឿងហ្នឹងដែលស្ដែងចេញតាមរយៈស្នាដៃហ្នឹងក៏ដូចជាបង្ហាញពីអត្តសញ្ញាណជាតិខ្មែរយើងបាទផងដែរបាទអញ្ចឹងយើងទាញបញ្ហាហ្នឹងឲ្យចូលទៅនឹងបញ្ហានៃរឿងរបស់យើងដែលបានបង្ហាញពីអត្តសញ្ញាណជាតិទំនៀមទម្លាប់របស់ជាតិរបស់យើងផងដែរ
បាទអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នានឹងបានយល់អំពីលំនាំបញ្ហាហ្នឹងបាទអញ្ចឹងយើងផ្ដើមយើងធ្វើលំនាំបញ្ហានៅក្នុងសេចក្តីផ្ដើមបែបហ្នឹងបាទលោកគ្រូនឹងបង្ហាញបងប្អូនអរគ្នាថាយើងដាក់បែបនេះគឺបាទយើងប្រើពាក្យថានៅក្នុងវណ្ណកម្មអក្សរសិល្ប៍បុរាណក្តីអក្សរសិល្ប៍ទំនើបក្តីអក្សរសិល្ប៍ប្រជាប្រិយក្តីសុទ្ធតែត្រូវបានអ្នកនិពន្ធខិតខំសម្រិតសម្រាំងនៅគំនិតនិងសិលវិធីរបស់ខ្លួនប្រកបដោយភាពដ៏ប៉ិនប្រសប់រៀងៗខ្លួនដើម្បីទាក់ទាញនៅអារម្មណ៍របស់អ្នកអានអ្នកសិក្សាឲ្យស្លងអារម្មណ៍ទៅលើស្នាដៃទាំងនោះផងដែរលើសពីនេះទៅទៀតអ្នកនិពន្ធក៏មិនភ្លេចដែរនៅការបញ្ចូលពីផ្នត់គំនិតនិងទំនៀមទម្លាប់ប្រពៃណីដែលជាអត្តសញ្ញាណជាតិរបស់ខ្មែរដែលមានតាំងតែពីយូរលង់ណាស់មកហើយនៅក្នុងស្នាដៃខ្លួនបាទអញ្ចឹងយើងបញ្ចូលចំណូលបញ្ហាមកដោយមូលហេតុនេះហើយទើបមានទស្សនៈមួយគេយល់ថាទោះបីមានប្រភពពីរឿងរាមាយណៈឥណ្ឌាក៏រឿងរាមកេរ្តិ៍ខ្មែរបានរក្សានៅអត្តសញ្ញាណជាតិខ្មែរជានិច្ចយើងចោទសួរថាតើចំណុចត្រង់ណាដែលបញ្ជាក់ថារឿងរាមកេរ្តិ៍ខ្មែរបានរក្សានៅអត្តសញ្ញាណជាតិខ្មែរជានិច្ចនោះបាទអញ្ចឹងយើងធ្វើនៅសេចក្តីផ្ដើមប៉ុណ្ណឹងបងប្អូនទទួលបានណាបាទត្រង់ចំណុចនេះបាទឥឡូវយើងចាប់ផ្ដើមចូលទៅដល់តួសេចក្តីបាទហើយយើងមើលទៅលើឃ្លាភ្ជាប់ដែលយើងអាចធ្វើបានហើយទៅលើឃ្លាភ្ជាប់បងប្អូនបាទឃ្លាភ្ជាប់ដើម្បីជាមូលដ្ឋាននៅក្នុងការបកស្រាយនៅទស្សនៈរបស់ប្រធានខាងលើឲ្យមានលក្ខណៈស៊ីជម្រៅល្អឥតខ្ចោះនោះយើងត្រូវតែស្វែងយល់នៅពាក្យកន្លឹះបាទកន្លែងនេះពាក្យកន្លឹះរបស់ប្រធានមួយចំនួនសិនតែពាក្យយើងគឺយើងលើកតែមួយពាក្យតែប៉ុណ្ណោះគឺអត្តសញ្ញាណជាតិហើយចំពោះពាក្យថារឿងរាមកេរ្តិ៍បាទចំណងជើងរឿងយើងពុំបាច់យកមកពន្យល់ពាក្យឡើយបាទអត្តសញ្ញាណជាតិខ្មែរមានន័យថាអ្វីគ្រប់យ៉ាងដែលជាគ្រឿងសម្គាល់របស់ជាតិខ្មែរបាទអញ្ចឹងយើងដឹងហ្នឹងណាបាទថាអ្វីទៅជាអត្តសញ្ញាណជាតិបាទអត្តសញ្ញាណបានន័យថាគ្រឿងសម្គាល់បាទគ្រឿងសម្គាល់ដែលធ្វើឲ្យយើងស្គាល់ណាបាទអញ្ចឹងតើអ្វីខ្លះដែលជាគ្រឿងសម្គាល់ដែលធ្វើឲ្យយើងស្គាល់ថាជាជាតិខ្មែរបាទអញ្ចឹងមានទាំងជំនឿប្រពៃណីទំនៀមទម្លាប់ភាសាសាសនាបាទផ្សេងទៀតជាច្រើនទៀតដែលជាអត្តសញ្ញាណជាតិរបស់ខ្មែរយើងហើយបបមកវិញអញ្ចឹងពាក្យកន្លឹះរបស់យើងគឺបញ្យល់តែមួយទេឥឡូវយើងទៅមើលកាន់ប្រធានបទរបស់យើងតែម្ដងអញ្ចឹងយើងបញ្យល់នៃប្រធានមកដូច្នេះប្រធានមានអត្ថន័យថាទោះបីជារឿងរាមាយណៈឥណ្ឌាមានបាទរឿងរាមកេរ្តិ៍ខ្មែរយើងហ្នឹងណាបាទមានប្រភពពីរឿងរាមាយណៈឥណ្ឌាក៏ដោយក៏រឿងរាមកេរ្តិ៍ខ្មែរបានរក្សានៅបាទអ្វីគ្រប់យ៉ាងដែលជាលក្ខណៈសម្គាល់របស់ជាតិខ្មែរជានិច្ចបាទអញ្ចឹងយើងអាចបញ្យល់ប៉ុណ្ណឹងមកក៏បានដែរបាទហ្នឹងហើយអញ្ចឹងយើងក្តោបនៃប្រធានបានបងប្អូនមានន័យថាទោះបីជារឿងរាមកេរ្តិ៍ខ្មែរមានប្រភពចេញពីរឿងរាមាយណៈឥណ្ឌាក៏ដោយក៏រឿងរបស់រាមកេរ្តិ៍ខ្មែរយើងហ្នឹងបានបង្ហាញបានរក្សាបាទបានថែរក្សានៅបាទលក្ខណៈរបស់ជាតិខ្មែរយើងពិតប្រាកដលក្ខណៈរបស់ជាតិខ្មែរយើងជានិច្ចបាទលក្ខណៈបែបទំនៀមទម្លាប់បាទការរស់នៅផ្នត់គំនិតបែបខ្មែររបស់យើងបាទហ្នឹងហើយការដឹកនាំអីផ្សេងក៏ជាលក្ខណៈបែបខ្មែរការសិក្សាអីផ្សេងបាទគឺក៏ជាលក្ខណៈបែបខ្មែរដែរមិនមែនជាលក្ខណៈបែបនៃជាតិសាសន៍ផ្សេងឡើយបាទអញ្ចឹងយើងទៅកាន់ចំណុចនៃការបកស្រាយតែម្ដងដើម្បីកុំឲ្យខាតពេលបាទពេលដែលយើងបកស្រាយយើងឃើញថាដោយយើងប្រើថាបកស្រាយពិស្ដាររួមផ្សំជាមួយនឹងហេតុផលនិងឧទាហរណ៍បញ្ជាក់បាទដូចខាងក្រោមបាទអញ្ចឹងមុននឹងចាប់ផ្ដើមបកស្រាយយើងមិនភ្លេចទេគឺយើងប្រើនៅពាក្យមួយចំនួនដើម្បីគ្រប់គ្រងទៅលើខ្លឹមសារនៃប្រធានបទរបស់យើងបាទយើងប្រើពាក្យថាជាការពិតណាស់រឿងរាមកេរ្តិ៍ខ្មែរបានរក្សានៅអត្តសញ្ញាណជាតិខ្មែរយ៉ាងពិតប្រាកដឬក៏យើងកុំទាន់ប្រើអញ្ចឹងយើងអាចប្រើថាជាការពិតណាស់រឿងរាមកេរ្តិ៍ខ្មែរបាទមានប្រភពចេញពីរឿងរាមាយណៈឥណ្ឌាពិតមែនប៉ុន្តែរឿងរាមកេរ្តិ៍ខ្មែរបាទពិតជាបានរក្សានៅអត្តសញ្ញាណជាតិខ្មែរយ៉ាងពិតប្រាកដដោយអ្នកសិក្សាបានដឹងរួចមកហើយថាតាមរយៈដំណើររឿងតាំងពីខ្សែទី1រហូតដល់ខ្សែទី80សុទ្ធតែបានលាតត្រដាងនៅលក្ខណៈជាតិខ្មែរយើងពិតផងដែរដោយរឿងរាមកេរ្តិ៍ខ្មែរបានបង្ហាញអំពីទំនៀមទម្លាប់ផ្សេងដូចជា
ពិធីផ្សេងនិងទំនៀមទម្លាប់នៃការជ្រើសរើសគូស្រករការឲ្យតម្លៃទៅលើគ្រូនិងការរៀបចំទុកដាក់បាទកូនឲ្យមានគូស្រករការគោរពពាក្យសន្យាឬក៏ពាក្យសច្ចៈនិងប្រពៃណីទំនៀមទម្លាប់ខ្មែរផងដែរបាទយើងនិយាយចឹងមកហើយយើងលើកហេតុផលមកទី1គឺអីគេបាទទី1បាទតួយ៉ាងបាទយើងអាចថាតួយ៉ាងនៅក្នុងអក្សរសិល្ប៍រឿងរាមកេរ្តិ៍ខ្មែរបានបង្ហាញអំពីការសិក្សារៀនសូត្រដែលខ្មែរយើងតែងតែបណ្ដុះបណ្ដាលបាទនៅកូនចៅឬក៏បាទរាជវង្សបាទសានវង្សឲ្យសិក្សារៀនសូត្របាទតាំងពីក្មេងរហូតដល់ធំនឹងក្តីបាទជាតកតាំងហើយយើងលើកហេតុផលមកបាទជាតកតាំងជាឧទាហរណ៍ព្រះរាមបាទតួអង្គព្រះរាមនៅក្នុងរឿងរាមកេរ្តិ៍បាទបានសិក្សារៀនសូត្រពីសំណាក់ឥសីពីស្វាមិត្តរហូតដល់ចប់គម្ពីរវេទផងដែរបាទនៃសាសនាព្រាហ្មណ៍បាទអញ្ចឹងយើងនិយាយបន្តទៀតលើសពីនេះទៅទៀតរឿងរាមកេរ្តិ៍បានបង្ហាញពីការរក្សានៅអត្តសញ្ញាណជាតិខ្មែរយើងគឺមានប្រារព្ធនៅពិធីច្រត់ព្រះនង្គ័លជាប្រពៃណីខ្មែរតាំងពីសម័យអង្គរមកម្លេះដែលប្រារព្ធដើម្បីសុំពរជ័យនៅក្នុងរបរកសិកម្មផងដែរបាទតួយ៉ាងឬក៏ជាក់ស្ដែងនៅក្នុងស្នាដៃអក្សរសិល្ប៍រឿងនីតិសោតគឺត្រង់ចំណុចនៃព្រះបាទជនកៈបាទឬក៏ចនកៈបាទក៏បានប្រារព្ធនៅពិធីច្រត់ព្រះនង្គ័លនាស្ទឹងយមុនាដើម្បីសុំនៅសេចក្តីសុខជូននគរមិថិលាបាទណាបាទក្រៅពីនេះទៅទៀតបាទឬក៏ជាពិសេសជានេះទៅទៀតអក្សរសិល្ប៍នីតិសោតក៏បានបង្ហាញអំពីប្រពៃណីនៃការទុកដាក់កូនចៅឲ្យមានគូស្រករផងដែរដោយយើងឃើញថានៅពេលដែលព្រះបាទទុសរុតបាទសំទោសគឺព្រះបាទចនកៈគឺប្រារព្ធពិធីច្រត់ព្រះនង្គ័លនេះគឺបានបាទទទួលបាននាងសីតាជាមហេសីជាបុត្រីបាទជាបុត្រីអញ្ចឹងហើយបាទគឺបានពេលដែលនាងសីតានេះធំឡើងគឺបានរៀបចំឲ្យនាងមានគូស្រករណាមានគូស្រករណាដោយបាទគិតទៅលើសមត្ថភាពអញ្ចឹងមានន័យថាខ្មែរយើងពីមុនគឺពេលដែលចង់ឲ្យកូនមានគូស្រករតែងតែបាទតេស្តសមត្ថភាពសាកល្បងសមត្ថភាពនៃកូនប្រុសឬក៏កូនកំឡោះឬក៏គូអនាគតនឹងជាមុនសិនដោយឲ្យបំរើឬក៏ឲ្យបង្ហាញសមត្ថភាពបាទទៅដល់ឪពុកម្ដាយក្មេកជាមុនណាបាទដូចជាតួយ៉ាងនៅក្នុងរឿងយើងហ្នឹងក៏មានដែរគឺព្រះរាមគឺបង្ហាញសមត្ថភាពលើកធ្នូតែម្ដងគឺលើកធ្នូកៅតនសហស្ថានបាទអញ្ចឹងមានតែព្រះរាមទេដែលអាចលើកធ្នូកៅតនសហស្ថានហ្នឹងហើយក៏ទទួលបាននាងសីតាធ្វើជាមហេសីបាទជាងនេះទៅទៀតឬក៏យើងអាចប្រើសំនួនពាក្យណាដែលប្លែកពីនឹងទៀតមកបាទជាការពិតដែលมันអាចប្រកែកបាននៅបាទតម្លៃនៃអត្តសញ្ញាណជាតិរបស់ខ្មែរដែលបង្ហាញនៅក្នុងអក្សរសិល្ប៍រឿងរាមកេរ្តិ៍នីតិសោតគឺខ្មែរយើងបានឲ្យតម្លៃទៅលើបាទលោកគ្រូណាដែលជាអ្នកអប់រំបង្រៀនទៅដល់សិស្សណាឧទាហរណ៍ដូចជាព្រះរាមខ្លាំងពូកែក៏ដោយសារតែឥសីពិស្វាមិត្តបាទបង្ហាត់បង្រៀនដែរដែលគូផ្សំទៅនឹងមហិទ្ធិឫទ្ធិនៃអតិទេពហើយដែលព្រះរាមជាអវតាររបស់ព្រះវិស្ណុបាទជាងនេះទៅទៀតរឹតតែបង្ហាញពីសក្តានុពលក៏ដូចជាការរក្សានៅអត្តសញ្ញាណជាតិខ្មែរយើងផងដែរនៅក្នុងស្នាដៃអក្សរសិល្ប៍នេះក៏បានបង្ហាញពីពិធីរៀបមង្គលការដែលពិធីគឺប្រារព្ធទៅនៅខេត្តឋានខាងស្រីបាទគឺនៅផ្ទះខាងស្រីទៅតាមរបៀបនៃមេដាធិបតេយ្យជាតកតាំងបាទនៅក្នុងសាច់រឿងរបស់យើងគឺព្រះរាមរាជអភិសេកនិងនាងសីតានៅនគរមិថិលាហើយព្រះបាទចនកៈក៏បានគោរពអញ្ជើញបាទឲ្យរាជទូតទៅអញ្ជើញព្រះបាទទុសរុតមកចូលរួមនៅក្នុងពិធីអភិសេកផងដែរបាទហើយមួយវិញទៀតបាទក៏បានបង្ហាញអំពីការដែលសាច់រឿងនេះគឺបានបង្ហាញអំពីបាទការគោរពនៅពាក្យសច្ចៈគឺរឿងរាមកេរ្តិ៍នេះគឺបានបង្ហាញនៅបាទលក្ខណៈបែបជាការគោរពរក្សានៅប្រពៃណីទំនៀមទម្លាប់ឬក៏គោរពនៅគេហៅថាអត្តសញ្ញាណហ្នឹងគឺឲ្យយើងដឹងពីការដែលខ្មែរយើងគឺប្រកាន់នៅពាក្យពិតពាក្យសច្ចៈបាទគឺមិននិយាយបាត់ដៃក្នុងដៃអីចឹងទៅដោយជាតកតានៅក្នុងសាច់រឿងរបស់យើងគឺនៅពេលណាគឺនៅពេលដែលនាងសីតាបាទគឺនៅពេលដែលព្រះបាទជនកៈហ្នឹងឬក៏ព្រះបាទចនកៈហ្នឹងលើកសីតាឲ្យព្រះរាមបាទទៅតាមសន្យានៅពេលដែលព្រះរាមអាចលើកធ្នូបានបាទព្រះបាទទុសរុតក៏ប្រគល់រាជសម្បត្តិ
បាទនិយាយពីការប្រគល់រាជសម្បត្តិទី2ណាបាទទី1គឺប្របាទចិនកៈហ្នឹងបាទគឺប្រគល់នាងសីតាថ្វាយដល់ព្រះរាមតាមសន្យាហើយទី2គឺប្របាទទុសរថបាទប្រគល់រាជសម្បត្តិឲ្យទៅព្រះភិរុតតាមពាក្យសច្ចៈបាទតាមពាក្យសន្យានឹងឯងបាទតែតាមពិតទៅគឺយើងដឹងហើយថានៅក្នុងការដែលគ្រងរាជសម្បត្តិបន្តគឺត្រូវបានព្រះរាមប៉ុន្តែដោយសារតែបាទយើងអាចលើកដំណើររឿងកន្លែងហ្នឹងមកដោយសារតែបាទព្រះបាទទុសរថគឺបាទធ្លាប់សន្យាជាមួយនឹងនាងកៃកេសីបាទដែលបាទជួយច្បាំងឲ្យជួយច្បាំងឈ្នះព្រះអាទិត្យបាទអញ្ចឹងទៅក៏គាត់មិនអាចប្រកែកបានហើយគាត់ក៏គោរពពាក្យសច្ចៈបាទដោយឲ្យព្រះរាមជាងចេញពីនគរអស់រយៈពេល14ឆ្នាំសិនបាទហើយឲ្យតំណែងនៃការគ្រប់គ្រងនគរនឹងរាជសម្បត្តិនឹងទៅកាន់ព្រះភិរុតបាទហើយនាងសីតាបាទក៏មិនព្រមចូលនគរដែរហើយក៏យាងទៅតាមព្រះរាមបាទហ្នឹងហើយក៏ជាការគោរពពាក្យសច្ចៈដែរបាទហើយមួយទៀតហ្នឹងបាទគឺកន្លែងណាគឺនេះចុងក្រោយហ្នឹងគឺនៅក្នុងចុងខ្សែទី80យើងដឹងថានៅពេលដែលខ្សែ80ហ្នឹងគឺទំនាស់រវាងនាងសីតាជាមួយព្រះរាមដែលពេលដែលព្រះរាមបាទមិនបាទអង្វរនាងសីតាឲ្យចូលនគរវិញប៉ុន្តែដោយសារតែនាងសីតាបានខឹងនឹងព្រះរាមដែលឲ្យព្រះលក្សណ៍យកខ្លួនទៅសម្លាប់ចោលបាទអញ្ចឹងនាងសីតាមិនព្រមចូលទេហើយណាមួយនាងសីតាគឺខឹងទៅនឹងព្រះរាមដែលចង់សម្លាប់បុត្ររបស់ខ្លួនទៀតបាទគឺព្រះរាមអ្នកនឹងជប់លក្ខអញ្ចឹងនាងសីតាគឺមិនអាចយាងចូលនគរវិញទេបាទលុះត្រាតែបាទព្រះរាមនឹងសគត់បាទបានអាចចូលបានអញ្ចឹងព្រះនាងសីតាគឺគោរពពាក្យសច្ចៈមែននៅក្នុងចុងសាច់រឿងគឺបាទយ៉ាងណាក៏នាងមិនព្រមត្រូវរើបាទជាមួយនឹងព្រះរាមដែរទោះបីជាព្រះរាមអង្វរកបាទទោះបីជាព្រះរាមប្រុងនឹងសម្រាប់ខ្លួនក៏ដោយក៏គ្រាន់តែឲ្យកូនទាំងពីរបាទទៅតាមព្រះរាមតែប៉ុណ្ណោះហើយជាចុងក្រោយគឺព្រះនាងគឺទៅនៅជាមួយនឹងបាទស្ដេចប្រជុំនេះបាទហ្នឹងហើយគឺព្រះនាងរតនាទេវីបាទនិងព្រះភិរុណនៅក្នុងឋានប្រជុំនេះអញ្ចឹងអត់បានជួបគ្នាទេនៅក្នុងដំណើររឿងរបស់យើងបាទហើយមួយវិញទៀតបាទមួយវិញទៀតគឺអសសររឿងរាមកេរ្តិ៍បានរក្សាអត្តសញ្ញាណជាតិយើងដោយសារតែការប្រកាន់នៅជំនឿដូចជាជំនឿនៃសត្វកុកឬក៏សត្វខ្លែងស្រាក់ឬក៏រលកខ្មោចឬក៏សត្វផ្សេងៗទៀតដែលជាសត្វចង្រៃបាទអញ្ចឹងយើងមើលឃើញថាពេលដែលដំណើររឿងរបស់យើងគឺកុកហ្នឹងបាននាំពាក្យរបស់នាងសីតាទៅប្រាប់ព្រះរាមហើយនឹងប្រល័យអញ្ចឹងដើម្បីកុំឲ្យមានបញ្ហាកើតឡើងដោយសារតែសត្វហ្នឹងជាសត្វឯចង្រៃព្រះរាមក៏សម្លុតគម្រាមសម្រាប់សត្វហ្នឹងអញ្ចឹងណាបាទចឹងយើងឃើញថាដូចជាអស់ហើយបាទបើសិនជាបងប្អូនអាចរកកន្លែងណាដែលជាសរសើររឿងកេរ្តិ៍យើងដែលបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរយើងទៀតយើងអាចដាក់បន្ថែមទៀតហើយយើងមើលទៅតាមពេលវេលានៃការធ្វើនៅសំណេរនឹងផងបាទអញ្ចឹងសរុបមកវិញមកបាទគឺឃើញថាបាទសរុបសេចក្តីមកឃើញថាខ្មែរគឺពិតជាបានរក្សានៅអត្តសញ្ញាណជាតិរបស់ខ្លួនមែនទោះបីជាខ្មែរចម្លងពីឥណ្ឌាក៏ដោយបានន័យថាគឺបីជាយើងយកលំនាំតាមសាច់រឿងនៃរឿងរាមកេរ្តិ៍សន្ទុះរឿងរាមាយណៈឥណ្ឌាក៏ដោយប៉ុន្តែរឿងរាមកេរ្តិ៍ខ្មែរហ្នឹងក៏បានពិតជាបានរក្សានៅអត្តសញ្ញាណជាតិរបស់ខ្លួនអញ្ចឹងណាបាទហើយយើងមើលការបញ្ចប់សេចក្តីគឺវាតម្លៃបាទវាតម្លៃយើងមើលកន្លែងវាតម្លៃតិចទៅបាទអញ្ចឹងកន្លែងហ្នឹងកុំភ្លេចឲ្យសោះកន្លែងវាតម្លៃណាបាទវាតម្លៃប្រធានហ្នឹងយ៉ាងម៉េចក៏5បន្ទុកដែរបាទនេះក៏5បន្ទុកដែរណាយោបល់ផ្ទាល់ខ្លួនហើយយើងកុំវាតម្លៃតែ1ម៉ាត់2ម៉ាត់ណាកុំនិយាយតម្លៃថាឆ្លងតាមការបោះស្រាយគឺប្រធានខាងលើគឺល្អអប់រំយើងឲ្យល្អប្រសើរអញ្ចឹងវាអត់គ្រប់គ្រាន់ទេយើងគួរតែមានពាក្យមានពេចឲ្យវាល្អផងដែរបើយើងដាក់វាតម្លៃមកជាយោបល់បញ្ចប់ដោយឆ្លងតាមការបោះស្រាយខាងលើលំអិតបាទចំពោះទស្សនៈរបស់ភាគខាងលើនេះរួចមកវាពិតជាផ្ដល់នៅតម្លៃអប់រំយ៉ាងជ្រាលជ្រៅក្រៃលែងព្រោះបានចូលរួមចំណែកជាកតេដល់ជនគ្រប់រូបគ្រប់សម័យកាលទាំងអស់ព្រោះបានអប់រំកូនខ្មែរឲ្យស្គាល់នៅអត្តសញ្ញាណជាតិរបស់ខ្លួនទោះបីជាខ្មែរយើងបាទធ្វើការតាក់តែងរឿងដែលមានលក្ខណៈស្រដៀងនឹងរឿងរបស់បរទេសក៏ដោយព្រោះខ្មែរយើងមិនភ្លេចដាច់ខាតនៅការបញ្ជ្រាបនៅអត្តសញ្ញាណជាតិខ្លួនផងដែរហើយយោបល់ផ្ទាល់ខ្លួនយើងដាក់មកក្នុងនាមយើងជាអ្នកសិក្សាបាទម្នាក់គឺត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានជ្រៅជ្រះដើម្បីក្លាយជាធនធានមនុស្សបាទដ៏មានតម្លៃពិតប្រាកដសម្រាប់ប្រទេសជាតិ
ហើយត្រូវមានគំនិតថែរក្សានៅកេរមរណៈវប្បធម៌ទាំងអស់នេះឲ្យបានគង់វង្សដើម្បីទុកបាទកុំឲ្យប្រជាមិត្តបាទចំនួនក្រោយមានដើម្បីទុកឲ្យប្រជាមិត្តចំនួនក្រោយបាទមានការយល់ដឹងនិងបន្តថែរក្សានៅអត្តសញ្ញាណជាតិបាទខ្មែរយើងឲ្យបានគ្រប់គ្នាបាទឬក៏ដើម្បីទុកឲ្យកុលបុត្រចំនួនក្រោយណាយើងដាក់ប្រជាជននេះបាទប្រជាជនចំនួនក្រោយបាទមានការយល់ដឹងនិងបន្តបាទថែរក្សានៅអត្តសញ្ញាណជាតិខ្មែរយើងឲ្យបានគ្រប់គ្នាបាទអញ្ចឹងនេះគឺជាបាទគម្រោងតែងដែលលោកគ្រូលើកយកមកបញ្យល់បងប្អូនអរគ្នាបាទអញ្ចឹងយើងអាសាមើលនៅគម្រោងតែងទាំងអស់នេះហើយវឹកហាត់នៅក្នុងការសរសេរបាទបន្ថែមទៀតបាទដើម្បីឲ្យយើងអាចនឹងយល់ដឹងទៅលើសំណេរបានឬក៏សរសេរបានហើយមួយវិញទៀតចំពោះប្រធានបែបនេះបងប្អូនដាច់ខាតត្រូវតែយល់ទៅលើសាច់រឿងនៃរឿងរាមកេរ្តិ៍នឹងឲ្យច្បាស់បាទព្រោះថាយើងត្រូវលើកអំណាចណាងចូលអញ្ចឹងបើអត់ទាន់បានយល់សាច់រឿងទេបងប្អូនអាចទៅទស្សនានៃវីដេអូរបស់លោកគ្រូដែលបានបង្ហាញពីការពន្យល់ទៅលើសាច់រឿងរាមកេរ្តិ៍តាំងពីខ្សែទី1រហូតដល់ខ្សែទី80បាទសង្ឃឹមថានឹងជាប្រយោជន៍មួយសម្រាប់បងប្អូនទាំងអស់គ្នាបាទយើងនឹងជួបគ្នានៅវីដេអូបន្តទៀតនៅពេលក្រោយបាទអរគុណចំពោះការចំណាយពេលវេលាទស្សនាតាំងពីដើមដល់ចប់បាទសូមជម្រាបលា